នៅក្នុងឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាលបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនក្រៅពីបម្រើការងារជាមន្ត្រីរាជការនិងអាជីវករហើយក៏មានបងប្អូនយើងខ្លះប្រកបរបរធ្វើចំការច្បារដំណាំទៅតាមការនិយមចូលចិត្តរៀងៗខ្លួនដំណាំដែលបងប្អូននៅតំបន់នេះនិយមដាំយើងឃើញមានភាគច្រើនគឺជីរណានិងដំណាំជីម្រះព្រៅជាឧស្សាហកម្មចម្រុះបបធរជាតិភ្នំព្រៃព្រឹកម្រឹងទឹកជ្រោះក៏ខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតបើនិយាយពីដំណាំជីម្រះព្រៅឃើញមានចំការខ្លះបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនកំពុងតែប្រមូលផលចំណែកឯចំការខ្លះទៀតទើបតែដុះលូតលាស់នៅតូចនៅឡើយតែក៏មានចំការផ្សេងមួយចំនួនទៀតត្រៀមនឹងធ្វើការប្រមូលផលនៅពេលខាងមុខជាបន្តបន្ទាប់ដែរនាពេលនេះក្រុមគ្រួសារលោកញៀនកឹមហួននិងលោកអៀងសុកហៀងពួកគេបាននាំគ្នាដកកូនម្រះព្រៅដើម្បីទៅដាំបន្តផងហើយខ្លះទៀតក៏នាំគ្នាក្តិចផ្កាម្រះព្រៅចេញពីដើមដើម្បីធ្វើការកាត់ប្រមូលផលផងដោយហេតុថាក្នុងខណៈនេះពួកគេកំពុងតែធ្វើការងារនៅក្នុងចំការម្រះព្រៅដូច្នេះនាពេលនេះក្រុមការងារយើងក៏ឆ្លៀតធ្វើការសំណេះសំណាលខ្លះៗពាក់ព័ន្ធនឹងការប្រកបរបរដាំដុះដំណាំមួយចំនួនក្នុងនោះរួមមានជីម្រះព្រៅនេះផងជាមួយលោកញៀនកឹមហួននិងលោកអៀងសុកហៀងទិដ្ឋភាពនិងខ្លឹមសារមានជាបន្តបន្ទាប់ដូចតទៅបណ្ដាំធម្មជាតិនៃទៀតផងចាត់ជាបេះដូងវិស័យទេសចរសូមជំរាបជូនដល់លោកស្រីអ្នកនាងកញ្ញាផងដែរកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV មានផ្សាយជូនលោកអ្នកនៅថ្ងៃសៅរ៍វេលាម៉ោង 10 យប់និងថ្ងៃអាទិត្យវេលាម៉ោង 6 ព្រឹកសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅខ្ញុំនឹងលើកស្ទួយជួយអ្នកបានរួមអង្គភិរៈបង្រិឋានភ្នូស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អលោកអ្នកជាទីគោរពនិងជាទីមេត្រីគឺអ្នកនាងបានឃើញទស្សនវិជ្ជាចំការម្រះព្រៅដែលបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងឃុំស្វាយលំស្រុកអាងខេត្តកណ្ដាលចាបងប្អូនយើងនៅទីនេះភាគច្រើនធ្វើដំណាំចកាហើយចកានោះសិតតែចកាវិលជុំមែនទេអូនបាទវិលជុំវិលជុំមិនបានបងថាចកាវិលជុំមើលអូននឹងពេលឆ្លើយមើលដែលហៅថាចកាវិលជុំនេះដូចម្រះព្រៅនិងជីមវងស្បៃរឿកយើងកាត់វា3ថ្ងៃយើងអាចដាក់ទឹកឬដាក់ជីទៅបាញ់ថ្នាំទៅវាអាចកាត់3ថ្ងៃបានកាត់ទៀតមែនទេបងចាដល់ពេលដាំដោះអីចឹងយើងសាបក្របវាសាបវាហើយបានដកយកមកស្ទុងដូចជាដំណាំស្រូវហ្នឹងស្ទុងវាជាជួរចឹងហើយយើងដាក់ទឹកវាទៅថែវាប្រហែលជាជិត20ជិត30ថ្ងៃបាទប្រហែលជិត1ខែចុះបាទយើងអាចបានកាត់ចាហើយហ្នឹងអូនឲ្យនិយមន័យថាដំណាំវិលជុំទៅអ្វីដែលបងសួរអញ្ចឹងមែនទេនេះមតិយោបល់របស់ហួនណាហើយចុះហៀងវិញយើងយល់ថាម៉េចដំណាំវិលជុំវិលជុំខ្ញុំយល់ដូចគ្នាដែរព្រោះខ្ញុំកាត់សកលដូចហួនដែរអញ្ចឹងបាទយល់ដូចគ្នាបាទហើយហួនហើយហៀងណាបងណាបងអូនខ្ញុំបងហៀងទៀតបងហៀងបាទទៅរុកគ្នាទៅវិញទៅមកហើយជាបងវិញទៅវិញទៅមកអញ្ចឹងចា៎បាទអញ្ចឹងក៏អញ្ចឹងតែដល់ថ្ងៃបងមានតែថាអីប៉ុនគាត់ថាអញ្ចឹងហៀងហួនហើយស្ដាប់តែអសវាជួនទៅដូចគ្នានេះអសវាជួនគ្នាគាត់ថាខាងណាឈះបន្តិចណាសបល់ពុយខាងនោះយើងស្អែបន្តិចធ្វើម៉េចអ្នកកសិករចាពុយចុះខ្លួនឯងកសិករដែរមិនឈះចុះចឹងតែថាអូខេអាខ្លួនឯងសហ្នឹងហើយឥឡូវសម្រាប់បងណាបងយល់ថាអញ្ចេះដំណាំវិលជុំមានន័យថាដំណាំហ្នឹងវាងាយឲ្យផលវាលឿនអាយុកាលវាខ្លីអញ្ចឹងហើយយើងបបោផលទៅវិលជុំទៅតែមកស្ទុះអស់ហើយយើងអាចដាំដំណាំអីផ្សេងទៀតមិនអញ្ចឹងហ៎ព្រោះអានេះនៅតំបន់មួយចំនួនគេហៅថាដំណាំឆ្លងកាត់ចាហើយដល់ពេលអាដំណាំអាយុកាលវែងនោះដូចជាអីដូចជាចេកហ្នឹងហើយចេកស្ងោស្វាយ
นั่งไงดำน้ำอยู่กาเวดำน้ำได้เมียนอยู่กาเวนั่งยังไอให้ทำอย่างที่คือดำน้ำยุทธศาสตร์อีกอย่างนั้นนะอันนั้นคือยังเถิดเตรียมเตรียมเป็นเรื่องยูนะหมดต่อยพอจำนายไอข้างกรมโอนนะดำน้ำนี่คือเงยบานลอยจ้าเป็นในได้ลงเนี่ยบานเคยโดยหมายไม่นั่งปนหนึ่งปีเนี่ยนั่นคือหลวงกาเงยเชิญก็บันได้ได้ให้ท่ากรมการเยื่อมาđóจังสนมพอทั้งจังชัวปอนทำไมให้เรียบรับชุนลงแหนติพอนั่นโดยสองนั่งโดยยังมาเรียบรับชุนลงแหนยังไทยยังปลาดำน้ำนั่นคือดำน้ำแต่ไม่อยู่กาใครยี่ปลายังดำโลแต่ก็ให้ดำน้ำเนี่ยอยู่กาใครให้ดอกเปบองโจมดอกสองอนเต้บองจับอารมณ์ให้มวยเป็นเตี้ยบองส่วนหนึ่งปีทันเจมูลให้ไอ้บ้านเจ็บบองมารอปอนถึงปีในตีนี้ตั้งทำเงี้ยดำแต่น้ำอะไรเปรย์อนเตี้ยเหมือนnhưng mà đằng đại đằng như này hơi cho hiên đằng đằng đại đằng ấy chẳng bản hà cả từ co và cái tay của nơi tranh bông môi đây ông đằng mấy tận nam đi chắc lắm tay chứ nè bong khôn từ đó đâu chết rồi đằng này bao đầu tranh đó chồng bong nước miên thì xe mùi cái thằng kiên bị nhiên bong khai hết đấy đằng thọ pe thấy bong ban vậy từ phèo công ca nghe rồi thay trẻ ôi mà đó không phải lốm á chắc lăn cha cái đai mồm không ca nghe nè hả cái lăn cha cái đai cái đó ngồi đây mới cái thằng song sai là vậy vì nẹn châm tiaกับปลาตั้งใจไว้เนี่ยนั่นให้เทียกับปลาก็ชาก็ได้นั่นแม่เนาะนั่นเนาะไปให้บอลหาอดเต้ชาก็ได้นั่นคือแรกเลยจ้าโอ้ยแรกเขาทำแม่ได้เหมือนแรกไปใส่ยังจังไปยนเหมือนจังมันทาได้ไงvậy lên thì cha văn đoàn vậy mền tên đấy bánh vậy lên nhé hai đoàn vậy mền tên đấy nơi không phải lúng cái hai ta anh ấy chạm đẹp rồi thế nó còn đâm đấy này thế nó còn đâm hay mới lấy ôn đâm miên bàn po ấy cùng đẹp đấy cái đâm po cái cật rồng mà rồng chẳng á nàng ôn miên bàn rồng nhóm miên sam sập chiêng rồng chiêng sam sập rồng lớp tại đây phải hai chưa phần màn á tại đây nó bà xin việc cất tới bia đo 30 a ដែរចិត្ត30 a ចឹងទៅណាចាប៉ុនអូនមិនដាំតែកន្លែងនឹងម្ដុំទេមែនទេបាទមានតែប៉ែកផ្សេងៗទៀតបន្តទៅកន្លែងផ្សេងទៀតអាមកផ្សេងហ្នឹងមកពកកន្លែងនេះ 10 a កន្លែងនោះ 20 a កន្លែងនេះ 30 a ចឹងទៅសរុបចូលគ្នាទៅ3ហិកតាអីចឹង3ហិកតាចឹងទៅមែនទេមែនតែចូលឲ្យហៀងឯងមានមែនព្រះព្រៃខ្ញុំមានប្រហែលជា30 40 a ដែរតែបាទខ្ញុំដាំបាយពីប្អូនយ៉ាងបាទណៃខុសគ្នាបាទហើយដល់ពេលបងហៅបងមកជុំគ្នាកន្លែងហ្នឹងចកាតែរួមតែមួយអញ្ចឹងអត់ប្រកាន់បងណាអត់ប្រកាន់ទេបងខ្ជិលទៅចកាអត់ឯនេះមួយនោះមួយរត់ចិត្តគ្នាអ្នកទៅដូចគ្នាណាទៅចាក់ដីមកជើងនេះផងដាំអីនឹងចង់ដាក់ជីលឹកវែងហ្នឹងបងឯងដែរបាទអូជីលឹកវែងជីបន្លាមែនទេបាទជីណាហ្នឹងជីណាហើយលឺសូថាជីណាទៅប៉ាន់ហ្មងគេតំឡកអសក់នេះគេដាំជីណាអញ្ចឹងទៅយើងមានដាំជីណាអញ្ចឹងទៅយើងនេះដំណាំវិលជុំនេះដំណាំអាចយើងសល់វាជាដុំលុយអាចจะបានច្រើនអញ្ចឹងហ៎បាទអញ្ចឹងបានថានៅស្រុកខ្លះគាត់ប្រើដំណាំវិលជុំទៅព្រោះនៅស្រុកខ្លះទៅគាត់ប្រើដំណាំយូរវែងទៅប៉ុន្តែស្រុកនេះយូរវែងក៏មានដែរណាដំណាំយូរវែងបាទមានអូនឯងមានដាំគេអត់ខ្ញុំអត់បានដាំទេចេកបាយបាទអត់មកដាំតាដំណាំអាយុកាលខ្លីណាដំណាំដែរអាយុកាលខ្លីទៅការថវិកាដូចថាយើងដាំយើងវិលជុំយើងអាចដោះស្រាយបញ្ហាជីវភាពរបស់យើងរាល់ថ្ងៃបានតែយើងកាត់វិលជុំទៅកាត់ខាងហ្នឹងអស់មកអញ្ចឹងមកទៅអស់កាន់មកអស់អញ្ចឹងខាងនេះលាស់មកវិញទៀតហើយអញ្ចឹងយើងអាចកាត់ខាងនេះតទៅវិញទៀតបាទអញ្ចឹងនេះចូលលុយរាល់ថ្ងៃអញ្ចឹងបាទអូនេះគេត្រូវការយកលុយរាល់ថ្ងៃហួយហៀងឯងអញ្ចឹងដែរយើងចូលលុយរាល់ថ្ងៃដូចគ្នាបាទហើយឡើយខ្លួនឯងសបល់គ្រាន់បានទេណាហ្នឹងហើយគួយនោះស្អែមខ្មៅស្រស់អញ្ចឹងហើយចូលចិត្តអង្គុយបាយខ្នងដាក់ថ្ងៃទៀតបងឆ្ងល់បងលើគេនិយាយថាចេះអ្នកយ៉ាងសវល់រឿងអីថាខ្មៅអញ្ចឹងតិចអ្នកហ្នឹងអត់ធ្វើចាញ់ថ្ងៃទេធម្មតាទេមិនថាគាត់ថាខ្ញុំទេព្រោះអ្នកកសិករត្រូវតែនៅជាមួយថ្ងៃចឹងបាទខ្លាចនៅជាមួយថ្ងៃយើងអត់មានបាយមកតែថ្ងៃហើយអត់មានបាយមកតែថ្ងៃអត់មើលក៏ខ្លាចថ្ងៃមែនទេអួតខ្លួនឯងកសិករនេះឥឡូវអន់ចិត្តនឹងបងមក9អង្គុយកណ្ដាលការហ្នឹងហ៎អត់ចិត្តទេបងអត់ចិត្តទេឲ្យលោកអ្នកបានឃើញទៅហើយតំណាំនេះយើងមិនអាចឈរនិយាយបានទេមូលហេតុតែឈរនិយាយទៅវាផត់តែផត់អា background យើងនេះទៅជាឃើញចការក្របចការជែកបងប្អូនយើងខាងនោះវិញបាទបងចាព្រោះអាចការនេះមានចការវែងដែរប៉ុន្តែនៅផ្នែកខាងបងខាងនោះមែនទេចាខាងនោះឲ្យបងអត់ចង់ទៅខាងនោះមូលហេតុដោយខាងនោះ
គេប្រមូលផលដល់មកខាងនេះមានវាច្រើនដូចថាអីមើលយើងនិយាយមកសាយខแล้วណាមានជួរដីមានរៀបដាំមានដកកោរថងគេពងដកកូនដាំទីទៀតដូចស្ទូងទីទៀតដូចស្ទូងអូហៅស្ទូងណាដូចស្រូវយ៉ាងស្ទូងដូចស្រូវដែរព្រោះអានេះប្រមូលផលហើយបាទនេះប្រមូលផលចាំនេះចាប់ដើមប្រមូលផលទីទៀតប្រមូលបាទបើអញ្ចឹងយើងខ្លាចគេប្រមូលតោះយើងមកអង្គុយឲ្យហើយសិនអញ្ចឹងបានន័យថាយើងមកម្លុកហ្នឹងគឺបានមកសិតត្មងហ្នឹងនិយាយមួយកសិករហើយយុវជនសម័យនេះទៅប្រើពាក្យអញ្ចឹងប្រើសិតតែសាយខសិតតែមកសិតអីចឹងណាហ្នឹងហើយនិយាយលេងទីចាស់ហើយបើលោកអ្នកបានដឹងថាបានដឹងតែក្តៅតែបងចង់ឈ្នះតែគាត់តែបងចង់មកដល់កន្លែងហ្នឹងភ្លាមបងប្អូនថាអូបងគ្មានឈ្នះយើងរឿងថ្ងៃយើងឈ្នះហើយយើងកសិករដូចហ៊ុនគេនិយាយមិញហ្នឹងហ្នឹងហើយគេអួតខ្លួនគេថាគេកសិករហ្នឹងហើយគេថាចាំមើលបងទ្រាំបានអត់ថ្ងៃមិនដឹងគឺថាថ្ងៃបងនេះពេញអស់ហើយរឿងថ្ងៃបងឯងឃើញតែគាត់ឃើញបងមកស្គាល់បាត់ហើយបងផាឡាស្គាល់បាត់ដឹងថាបងនៅកណ្ដាលថ្ងៃរាល់ថ្ងៃរឿងអីហ៊ានភ្នាល់មួយបងឥឡូវឯងព្រមថាចាញ់បងនេះអត់តហ្នឹងបែបអត់តន់ដឹងទេតើចាញ់ឈ្នះដល់ចង់ដឹងមួយថ្ងៃទេហើយមួយថ្ងៃទេតែមួយថ្ងៃបងឯងអស់គុណភាពតែវិញទៅម៉ាស្សាខ្ញុំអត់ម៉ាស្សាមានតែមួយទឹកទេបងបានថាអស់គុណភាពនោះមានន័យថាអស់ម៉ោងពួកអីម៉ាស៊ីនអេឡិចត្រូនិកមួយចំនួនគេសិតម៉ោងហ្នឹងហើយអូម៉ាថាឥឡូវយកឧទាហរណ៍ថាម៉ាស៊ីនកូពីទៅចាស់ឧទាហរណ៍ណាគេឲ្យកូពីហ្មងថា30000ស្លឹកអីចឹងឧទាហរណ៍តែដល់30000ស្លឹកកូពីឡើងចាញ់ឧទាហរណ៍ចឹងអស់ម៉ោងតែសម្រាប់បងមិនងាយអស់ម៉ោងទេអូនម៉ោងប៉ុន្មានក៏បានដែរចាឲ្យតែឈ្ងុយចឹងហ៎ម៉ោងប៉ុន្មានឈ្ងុយណាស់ឡើងតោះឥឡូវយើងរៀបរាប់ការងារយើងលេងសាច់ប៉ុណ្ណឹងបានណាចាហើយបងនិយាយហ្នឹងមិនមែនបងចាញ់ថ្ងៃទេណាចាញ់ញ៉ាំទៅណាមិនមែនចាញ់ទេប៉ុន្តែសម្រាប់អូនទេហើយអូនរវល់ការងារច្រើនហ្នឹងហើយមើលឥឡូវអូនរៀបរាប់ពីការងាររាល់ថ្ងៃដែលអូនប្រកបរបរហ្នឹងព្រោះអូនជាកសិករហើយអញ្ចឹងអូនធ្វើអីដែលទទួលបានផលច្រើនជាងគេនោះអ្នកណាមុនហៀងក៏បានហ៊ុនក៏បានហ៊ុនមកណាអត់តហ៊ុនតាខ្ញុំដំណាំរបស់ខ្ញុំមានដាំជីម្វងម្រះព្រៅនិងស្បៃរឿងតែដំណាំខ្ញុំដាំរាល់ថ្ងៃបានវិលជុំរាល់ថ្ងៃហ្នឹងខ្ញុំដាំម្រះព្រៅជីម្វងនិងស្បៃរឿងហ្នឹងខ្ញុំឲ្យយកដើមទុនហ្នឹងដើម្បីទៅមុខទៀតដាំជីលវែងអញ្ចឹងខ្ញុំអាចដាំដំណាំនេះសិនដាំដូចជាម្រះព្រៅសិនព្រោះខ្ញុំកាត់វិលជុំចាបាទខ្ញុំកាត់លឿនពីហ្នឹងអស់ហ្មងទៅអស់ទៅកាត់អស់ទៅខ្ញុំវិលមកកាត់ខាងនេះវិញខ្ញុំកាត់ពីនេះហើយខ្ញុំដាក់ទឹកចឹងដល់ពេលដាក់ទឹកទៅតែ3ថ្ងៃខ្ញុំកាត់អស់ទាំងអស់ដំណាំរបស់ខ្ញុំមកកាត់អាសាដើមវិញអញ្ចឹងខ្ញុំវិលជុំខ្ញុំមានដើមទុនខ្ញុំដាំជីលឹកវែងនឹងអីតទៅទៀតទៅបាទយុទ្ធសាស្ត្រនេះល្អហ្នឹងហើយអញ្ចឹងអ្វីដែលបងអូនធ្វើរាល់ថ្ងៃមានតែអូនដាំម្រះព្រៅដាំជីម្វងស្បៃរឿងគឺស្បៃរឿងលក់ហ្នឹងហើយយ៉ាគេច្រឡំមកស្បៃរឿងយកផ្កាបាទស្បៃរឿងលក់ចាស្បៃរឿងលក់ហើយជីម្វងហើយនឹងជីម្វងអូនដាំ3មុខដែរមែនទេប៉ុន្តែបងចង់ដឹងចេះសិនបងយល់ថាអូនយកអាតូចទៅចិញ្ចឹមអាធំហីក៏ប៉ុន្តែបងចង់ដឹងថារវាងស្បៃរឿងម្រះព្រៅហើយនឹងជីម្វងហ្នឹងតែទាំង3មុខហ្នឹងអូនតំណាំណាដែលអូនងាយដាំជាងគេហើយបានផលជាងគេបាទគឺជីម្រះព្រៅបងម្រះព្រៅបាទអូម្រះព្រៅវាស្រួលជាងគេម្រះព្រៅស្រួលជាងគេតែផលពិបាកគឺជីរង្វង់ពិបាកជាងគេពិបាកថែយើងត្រូវភ្លៀងក៏យើងអាចត្រូវការថ្នាំរលាកណាវាក្រហមតែអញ្ចឹងបាញ់ថ្នាំរលាកកែដល់ពេលអត់ភ្លៀងអញ្ចឹងត្រូវការទឹកច្រើនទឹកជាប់ជាងដូចម្រះព្រៅអត់ទឹកអត់បញ្ហាដែរអត់ទឹកអញ្ចឹងអាចតែអត់ទឹកបានទៅត្រឹម10ថ្ងៃបានតែអត់អីទេគាត់ស្លឹកវាមិនអាចរីកធំដូចជាស្លឹកម្រះព្រៅរាល់ថ្ងៃអញ្ចឹងវាអាចតែតូចឆ្លឹកបន្តិចតែបើសិនជាជីម្វងអត់ទឹកអត់បានទេទៅបាត់ហើយអូអញ្ចឹងមូលហេតុនេះធ្វើឲ្យអូនគឺថាពេញចិត្តដាំម្រះព្រៅជាងគេហើយម្រះព្រៅគឺអូនបានជោគជ័យជាងគេបាទចុះបើម្រះព្រៅបានជោគជ័យជាងគេហេតុអីចាំអូនដាំអាពីរមុខនឹងទៀតទៅអីពីរមុខហ្នឹងជាងការវាមានហាងឆេងឡើងថ្លៃឬចុះថ្លៃគេត្រូវការដូចថាជីម្វងគេត្រូវការដែរត្រូវមួយឈុចស្បៃរឿងក៏គេត្រូវការដែរតែស្បៃរឿងអាយុខ្លីបាទអាយុខ្លីជាងជីម្វងនិងម្រះព្រៅដាំបាទកាត់បាន3សាឬ4សាវាងាប់ហើយតែបើថាជីម្វងអាចដល់1ឆ្នាំម្រះព្រៅដល់1ឆ្នាំយើងអាចថែវាកាត់បានដល់1ឆ្នាំហ្នឹងហើយអញ្ចឹងអាធ្វើឲ្យអូនហ្នឹងគឺសម្រាប់ចិត្តដាំជាគ្នាអញ្ចឹងទៅបាទហើយរបស់វាគ្មានដើមទុនធំដុំផងអត់មានដើមទុនធំដុំទេយើងមករកក្របនោះសាបខ្លួនឯងយកមកដកស្ទូងដូចជាស្រូវអញ្ចឹងល្អតាហ៊ុនបាទចា
ល្អមែនទេនិយាយស្ដាប់ចុះស្ដាប់ឡើងកសិករឥឡូវប្រហែលអ្នកវិភាគសេដ្ឋកិច្ចហ្នឹងគិតគូអស់លេង បាទ ហ្នឹងហើយចាអញ្ចឹងមានន័យថាអញ្ចឹងដល់ពេលដែលយើងបានជួបជាមួយនឹងបងប្អូនវិជាកសិករយើងទៅយើងមានគំនិតច្រើនណាចាពេលខ្លះបងប្អូនយើងមកដល់ឃុំស្វាយអាឡុំហ្នឹងដល់ពេលគាត់ឆ្ងល់ហើយគាត់ថាអញ្ចឹងចុះក្រៃលឺល្បីថាដាំម្រះព្រៅហ្នឹងវាស្រួលដាំវាអីចុះហេតុអីចាំបាច់ទៅដាំជីហេតុអីចាំបាច់ទៅដាំស្បៃរឿងយកស្លឹកម្លក់ហ្នឹងធ្វើអីមែនទេដល់ពេលជួបមួយអូនថាទេបងយើងដាំនេះទុបនោះដាំនោះទុបនោះលក់ទីផ្សារណាតម្រូវទៅវាបានថ្លៃជាងយើងលក់អាហ្នឹងយើងមានបើយើងដាំមួយមុខចោលមុខអត់កើតបាទអញ្ចឹងគឺយើងដាក់ឲ្យមានគ្រប់មុខមានជីម្បងមានស្បៃរឿងមានម្រះព្រៅបាទហ្នឹងបានធំថៃដូចឧទាហរណ៍ថាស្បៃរឿងនឹងបានថ្លៃយើងមានស្បៃរឿងបៃរឿងលក់បាទយើងមានរបស់របរយើងលក់អីគេបើយើងដាំតាមមួយមុខវាអត់កើតបាទហើយឥឡូវយើងអ្នកនិយាយហ្នឹងមានដាំអីខ្លះចាខ្ញុំដាំពី3មុខដែរអញ្ចឹងបាទអីខ្លះមើលម្រះព្រៅបៃរឿងជីនាងវងអូបាទប៉ុណ្ណឹងខ្ញុំដាំតែ3មុខដូចគ្នាបាទគ្នាដូចតែគ្នានៅនេះគេដាំតែចិត្តបាទអូអញ្ចឹងពួកអីនៅតំបន់នេះគឺជាតំបន់ចំការមែនទេចារួចបងលឺសូថាគេមានដាំម្ដេញទៀតណាដាំម្ដេញមាននៅលើដីលើនោះដីរបស់គេធំនោះទៀតការគេអ្នកមាននេះគេដាំនេះគេអូមានការអ្នកមានទៀតអ្នកមានដាំម្ដេញគេដាំសម្រាប់កោះលក់ដាំម្ដេញកោះលក់បាទលក់ទាំងដើមគេយកទាំងដើមយកទៅលក់ម្ដេញដើមប៉ិនផ្លូវប៉ិនឬកោះលក់ដើមដំណាក់កាលហ្នឹងបាទអាយ៉ាដើមស្លាគេលក់ដែរបងស្លាយៈស្លាយៈយើងស្វាយចេញពីហ្នឹងស្វាយកោះដើមធំដើមធំហ្មងប៉ុនផ្លូវហ្នឹងគឺកោះយកក្រុមយកទៅដាំបាទហើយយើងនឹងមានចំណាប់អារម្មណ៍រឿងហ្នឹងអត់ចំណាប់អារម្មណ៍តែយើងគ្មានជំនាញដើមទុននេះខាងហ្នឹងបាទដាំដំណាំវិលជុំនេះវាល្អជាងនោះគេសម្រាប់តែដំណាំគេធំដល់កប់ចោលលើហ្នឹងហើយបាទដល់មុំខ្លាយៈឡើយមកបានលក់ម្ដងមួយឆ្នាំជាង2ឆ្នាំបានលក់ហើយខ្ញុំតែមួយខែខ្ញុំកាត់តរហូតដែរអញ្ចឹងខ្ញុំអាចដាំម្រះព្រៅសម្រាប់ជីវភាពរបស់ខ្ញុំមិនហ្នឹងបងចង់ភ្ញាក់ណាអូនថាអ្នកដាំម្ដេញសិនអ្នកមានណាដល់ហើយបងចង់ឲ្យគេហៅបងអ្នកមានដែរហ្នឹងដល់អញ្ចឹងបងទិញដីដល់ម្ដុំ10ម៉ែត្រ4ជ្រុងដាំម្ដេញ2ដើមមើលអីដើរទៅណាពើងធូងបងខ្ញុំអ្នកមានម្ដេញមិនអញ្ចឹងហ៎បាទជាការវិស័យហ្នឹងមើលជួបមួយបងសប្បាយសើចណាតាមពិតបងនិយាយនឹងប្រឡប់ក្តៅទេអូនក្តៅដល់ហើយអ្នកកពតអ្នកតកែថាក្តៅមាំចាអញ្ចឹងយើងត្រូវធ្វើអញ្ចឹងទៅដើម្បីធ្វើយ៉ាងណាឲ្យថវិកាយើងបានចូលលឿនណាចាបងសូមសរសើរបងប្អូនចំណុចទាំងអស់នេះថ្ងៃនេះយើងលេងសើចមែនក៏ប៉ុន្តែយើងបានចែករំលែកនៅអ្វីដែលយើងមានដល់បងប្អូនប្រជាកសិករយើងទូទាំងប្រទេសដែរប្រសិនបើគាត់គិតថាគាត់មានដីល្មមទូមកថាឥឡូវ10 20 អាអញ្ចឹងទៅបើតែដាំស្រូវធ្វើស្រែនោះគឺថាយើងទទួលផលវាមិនបានច្រើនរាប់តោនទេណាតែប្រសិនបើយើងងាកមកដាំដំណាំដែលមានអាយុកាលខ្លីហើយយើងប្រមូលផលទៅបានលុយច្រើននោះវាល្អយើងយកលុយទៅទិញកវិញវាចំណេញជាងហ្នឹងយើងធ្វើបែបហ្នឹងទៅអញ្ចឹងហើយបានជាយើងចូលចិត្តឲ្យមានគំនិតច្រើនបដុំគ្នានឹងអីចារួចថ្ងៃនេះបងបានដល់តែ2គំនិតប្អូនទៀតជាមួយបងមួយមកទៀតមកបាន3គំនិតដល់ផ្ដុំគ្នាទៅរៀងចង់បានហ៎នេះពាក់កន្លះរង្វង់ណា180ដឺក្រេដល់ហើយយើងអង្គុយរៀងចឹងទៀត180ដឺក្រេកន្លះរង្វង់ហើយចាអញ្ចឹងនៅពេលដែលបងទៅជួបកសិករមួយទៀតថែម90ដឺក្រេទៀតមកកសិករមួយទៀត90ដឺក្រេទៀតមក360លំមមកវល់ជុំហ្នឹងចាល្អចាឥឡូវចេះទៅមើលអូនយើងនិយាយពីដំណើរដើមតងនៃការដាំម្រះព្រៅទៅណាចាំថ្ងៃក្រោយឡើងបងគិតថាថ្ងៃក្រោយយើងជួបគ្នាទៀតយើងនិយាយពីដំណាំអីផ្សេងទៀតដែរណាបាទបងបាទហ្នឹងហើយឥឡូវយើងនៅចការម្រះព្រៅយើងនិយាយម្រះព្រៅទៅព្រោះបងនឹងឈ្ងុយទៅនឹងចេះតែទុនហ្នឹងហើយតែឈ្ងុយមែនតើចង់តែដាក់ឆាក្តៅគេងបដ ாய் កន្លះនេះមួយខែកន្លះហ៎បាទមួយខែកន្លះបានកាត់ហ្នឹងមួយខែកន្លះបានកាត់បាទតាំងពីយើងគិតពីយើងស្ទុះមកទេបើយើងគិតពីយើងសាបកូនមកវាយូរយ៉ាប់យើងសាបកូននឹងវាយូរចាយូរជាងយើងស្ទុះកាលណាដល់យើងសាបកូនបានហើយស្ទុះបាទលឿនឆាប់បានផលទេអញ្ចឹងបាទម្រះព្រៅហ្នឹងអញ្ចឹងម្រះព្រៅគឺយើងសាបកូនសិនបានយកមកដាំបាទបានយកមកដាំអូហើយចុះបើយើងនិយាយពីការសាបកូននោះរយៈពេលប៉ុន្មានថ្ងៃមួយខែកូននោះមួយខែជាងអីនោះបានកូននោះបានស្ទុះបាទបានល្មមស្ទុះអញ្ចឹងពីបញ្ហាសាបកូនពីបញ្ហាស្ទុះយើងគិតថាយើងទៅរៀបរាប់ខាងចុងកម្មវិធីវិញបាទហ្នឹងហើយព្រោះឥឡូវនេះបើហេតុថាកន្លែងនេះ
bà dương coi tí chết nè chốt cái chốt đào đấy bà dương lại từng vậy bị ca sạp con dương nghiệp mọ to này dương vậy nè hao vậy bị đo lại ban thol món rồi hồi 200 dương chỉ chôn lượng nè pi được biệt nằm tao huỳnh chà anh ấyอายุการเรื่องมาใครกันละยังโฉบานกัดบานนั่นนะบานนะบองบานกัดปีดองไงอันนี้กัดปีดองอ่ะบาดมันกัดปีดองไงอยากเป็นถ้าดิสาบโกนให้สตุงเด้อvà hai chưaทำมาขายยังกำหนดทำมาขายบานกัดไงบานกัดแรกเชิงมาเวียจังไงอันนี้คือกัดปีดองไงจังขนมมาอยู่การเวียนั่งยังอากัดบานบานดองมาอยู่การนั่งขนมใบไงบนไงกันดองเฮ้ยบางจังยังมาวัดชีวิตบางเวียมาเบอร์กึศจะอยู่ได้มาชนะมาเบอร์ไทยเบอร์ยังไทยตึกไทยสมัยนึงเพื่อสมัยสะอาดแต่นึงบานดอมาชนะคูบบานคูบบานบ่ใหญ่เฮืองมาชนะแต่น้ำนั่งเจโจน้องแต่น้ำยุ่งไว้ได้ให้อยู่ได้แต่ว่าพวกอยากเป็นไอพ่อวิเลื่อนมาในทำมาแค่ไอพ่อจ้าก็เป็นได้การประมวลพ่อบ่เยอะประมวลวิวเนี่ยอาชีพการในการประมวลพ่อเนี่ยแล้ววิวเราเขาดอมาชนะเหมือนน้องนั่นยังยังนำแต่มาดองยังตกเวลาคนมาชนะมันนั่นตัวโจอยู่ได้แต่มันตกเราได้ไทยไปได้เธอสมัยผ่านชีดัดทักแล้วได้เวทายแต่จังเลือกตีมวยยังกัดดาวยังกัดกันแถยกัดนะไอ้ถ้ากัดทำนั่งยังยังไงตกนั่งเบียปีใบนั่งปีโกลม้าปีใบนั่งยังเลยตกtớiตอนนี้เบียใบตามใครชุดโดยจีนวงเนี่ยคือชุดเดียวสมามาขายกับชุดดองด้วยกัดเอาใบต่อยังโยกระแถยมากันมันได้กัดเลือกตีมวยบานเฉินดีกว่าไต่เลือกตีมวยเลือกตีมวยติดเลือกตีปีเฉินเบอร์เลือกตีปีกันน่ะนั่งการตะเฉินน่ะใบกันอยู่ตัวใบตั้งชีมาดาวน้องใบตั้งชีบุญดอกขนายยังตั้งลายม้อตัดบานตะเฉินเลือกตีใบเลือกตีใบก็ตุบตัวใบเลือกตีปีเวียผ่าใบนี่เราเวียนายตั้งเวียผ่าใบเลยใบจะนั่งดองเวียเลยลายกับเวียดังตะลายมาดองเวียเลยใบขนายใจใหญ่ปีตะลีนึงเปียยังกัดวิจับดาวใบปีเรียนในตะลีนึงใบขนายใจเมาเวลามาว่าดอลปียังเลือกตีใบนึงวิเห็นวิเลยสบายใจเบียนั่งจับดามรูเลยนั่งยืนจับดามถ่ายกลางติจังอะไรยังกัดเหมือขนมมาชนะยังกัดบ้านหมานดองบ่ยังกัดเจสักแต่ยังกัดประโมพอแล้วนะโอ้บ่กัดแต่ปีสักกัดรอบมันชนะมันชนะฮอบเบียเฉินจับบ้าเฉินบองตะปีอ๋ออะไรก็ม้อยประปะกันนั่นไปเฉินบองไปอะไรยังกัดเจไหมจนล่อระยะเป้กัดมาดองมาในทางแล้วโอนกัดมาดองจังอ่ะมาทางไงนั่งกัดยังปีจับปีไงนั่งเต้ประมาณไงเตียกันบุญใบบุญไงขอยจังเต้ยังกัดบานเตียดน้องมาตัดยังกัดปีดองบ่าเรามาตัดกัดปีดองมาค่ายเป็นบุญตัดยังไว้อยู่ช่วงกระดาษแผงนะอ๋อน้องมาค่ายบุญตัดยังกัดเหมือเวียนมันผมใบดองโอ้มาชนะเมียนมันค่ายปีดอกค่ายเป็นไรบาดกระโดดก้นเปล่นั่นไงก่อนน้องเฉินดองนะแต่3 สาย10 ดอง3 สาย80 ดองcon tam đang tay nó đây này bạn tôi trên rồi á nó ngay hay miên ấy chớn nghe chăm ơi nhầm cắn nghe chăm thì bài hát vậy cho ca chớn cắt vào bạn chắc vậy chắc thời chiềng mấy hòm chắc muốn thời chiềng cắt vì vơi chụp mà cắt hơi chẳng nữa mà vơi này phải đa từ bình từ tiệt tới nhưng chăm rọp này ngay dương chăm rọp nó dương rọp từ lôi ta này còn sầu chụp cá ở bò xua chắc đây phần năng bao phần năng bò cái cắt mà đong pi liên này trang hay phở sát tần trang ấy nè bọt lồi liên đấy mà pin đấy cắt đong mà món vậy chỗ bay buồn liên này nông mà bài nó căn mà món á đó là buồn liền bao giờ chắc tận nam đấy ở pe là đôi thời bán cứ ban thái bông mà cái cật mấy cật calo cật đó mà đồng chọn đồng mà đập đại pin mà đồng bà và xin được cất khám bà hai chị bấm pel khám với mùi khám mùi lọt lằng luôn đó bà vì mùi khám thì pel khám này ngày phải ban đăng đấy nắng ngọc phong anh này nắng lụa nơi muôn cái đá cái tinh dương đấy chẳng cá lợn còn 7 rồi chẳng cá lợn 5 rồi chứ chọc rồi sọ 7 4 rồi chứ á về thảo về từ pin nó xây tới thế là lấy dân còn dạy tiêu sao nông pin hay bạn ấy là nó tiêu sao rồi còn do lụa chay nha trà con thấy là lấy dân dạy đầm lại cái pu bầm phật nơi về thở pha nào mà đông đại ôn vậy vùng kham nắng dương nơi này một quan hay chọc nó so thầm đẹp mới cắt can là tiêu sao thầm đấy can là tầm lẹ can là lẹ cái lầu điện và can ta thái can ta tôi đóng lên ở trong thợ thùng thứ hai một mà chập chọp thì bờ thao cả ná đã đông thông cả năng cho mấy ổn ban cả thay hay chơi mà thôi tiến này mấy tiến thơ thì của bác ấy tùm lọp xa tìm xa trong một cái đặc tình trong một cái phẹp dương trong mòn bà bạn chặt có bên tầm đất tầm lái luôn á miếng này đó chắc cái phẹp thảo tôi tích cái tháng luộc đá chơi với thông tích chương thông tam cây từ đó cả ná chắc nhà hộp này khơi nắng
mình đi ăn đi thốn tại tháo cái hộp vậy bữa can từ lụa đách can từ thái can từ tồi chân bà chi nhưng còn chẳng này bài hướng của đôi ở kia can từ thái can từ tồi đồng bài chân nẹt đam hay năng nẹtตีซานั่นคือคนหญิงในถ่ายอ้อยเนี่ยสรุปอะไรไหนตัวหล่อเลยนะกระเตยกันมาโดยเนี่ยเธอกายเนี่ยมาขายมาหมอเธอมาหมอม้าเชื่อมชมโจบ้านนี่เอาเงินครัวซาใบบุญรอยดอลลาร์นั่นอาจจะนั่นยืงในจำหนาเบอร์ยืงกึศทายืงจำโนยืงบ้านบ้านแต่ยืงได้ยืงกึศปีจำโนตัววิ่งปีอดบานฟาวโดยยืงกึศทายืงบ้านนั่งเดยืงได้จำนายในทั้งในลือสังในลือจีในลือธนามไปจังเตยวิอดไอซอลทั้งอดียืงมีจำนายจังว่าบองย้อนไล่คนนี่หมายนั่งเฮียงนั่งไกลบองจะหลอมท่าแก่บุญหอยนั่งตกน้องแก่จะดีเกียบปนตามเปิดบองเหมือนจำเป็นได้จักให้บองจำเป็นได้แท้ยังเคยจะก้าวมาถ้าได้ดอกอามไพอาได้โตๆจังเนี่ยจังยังไอเราประจำโนบ้านนี่ขนมบักแค่ยังกึศแต่จำโนบองต้องกึศจำไหนบ้านนี่บุญรอยดอลลาร์ตีหอนแก่ดอลเลยบองบ้านดอลเลยบองประมาณใบโรยเชียงใบเชียงใบโรยหายอาจบ้านใบโรยหายไหมให้อ้อนผัดแต่เว้นตีมวยคือแต่เลยทลายเปรย์จะแบบบงตัดนะจ้าในจีให้ดังจีน้ำจำนายอ้อเต๋อไอ้เลยซอแต่เนี้ยเกี่ยวกับปนมาโรยบ้านมาโรยบ้านนั่นนั่งซอเลยจำนายไหมบ้านเลยจำนายบ้านปนนั่งโรยเตี้ยบ้านเนี่ยปนนั่งยืงอัดไผ่หึงอัดใบไหมเนี่ยปนท้ายบองก็มันจังไอ้ปนบ้านเลยถึงปนนั่งได้บองจังไอ้การดำดอกบอโอนนั่งแต่ตัวบ้านพอกันแต่จะร้านจำโนการเลินนั่งแต่เตียดบ่าวจำโนเลินนั่งเตียดยืงใหญ่ดอกไอ้หายชีดิเพสได้ไปนั่งคือท่าโอนบ้านจำโนกันแต่พวกเธอแต่กยืงกันแต่ทูทีใหญ่นะปนประธานได้ซ้อมมา100 ดอลลาร์น้องมาให้วิจิการอ๋อให้ยังไอ้กอนเรียนโซได้บ้านมาเตียดอ่ะจ้าปนบองจุนโปรัฐบาลจรานจ้าอะไรยังเกี่ยวกับเรื่องเยอะเหมือนเป้เลยยังโจดกันในเป้เลยยังโจดกันหายตั้งตายังถือทายตอนยังไม่เต็ดดำเบลสนามนั่งยังบันเราโคตรโปรโมทเรามาชนะอ่ะยังกัดวิหารจังด่าตึกว่าด่าตึกก็บาจีจะบาจีจังบ่มือจะสลักเวียมอาจจะมีแต่เก๋อหรือก็สลักเวียขโมยตู้ใหญ่จังยังบังถนามเวียมาซาตัวเตียดเลยทำใบจำนวนสลักเวียอะไรจังอะไรจังทมจังบันลุตีสาที่โจจัดติงว่าด่าตึกมาซาบังถนามไอ้มาซาตึกกัดตีเลยใบบนไงได้มันกัดตีเลยจ้าบ่าอ๋อจังอันนี้เรียนสตรีบ่มพลายมีนตะเกียมีนอะไรนายบอกเขาเป็นไอ้ข้าหามีนโรยติดไอ้นึงตะเกียถึงใหญ่สลักเนาะเวียซีคุปประเภทนึงตะเกียจังเงินเผอทนำจิตนำปัวคลาบอกไอ้มือไปซีจังสลักตะเกียซีจังก้าวไปโตบ้าตะเกียเป็นมีนอเลียสลักยังเจ้าทนำตั้งเมาบันดำใบกับมอวิซีอันนั้นสตรีบ่เวียนะจ้าปัญหาเวียมันคุยแต่บ่มพลายเปย์ใช่ไหมเนี่ยนั่งไงนี่ในการนั่งเวียกาพิติเพียติไม่ได้เพราะคือติดมองบ่จีมบ้องอาจจะเชิญไปให้ไปซาแต่คลันนั่งไปจันคลันก็ดังเนาะดังยังไม่อดดังอะไรจังอยู่พบหอยติดงอบนั่นทีเดียวหอยติดงอบไม่หยุดติดกระโดดแล้วงอบดาวมั้งอ๋อบ่ติดดาวนึงมั้งงอบมาดาวนึงเปิดก็ไปติดจังแปะกระดาวนึงมาดาวนึงดึงงอบต้องออกมังสวดบ้าจะมันพูนเติมน้ำเผยกาเปียปวดนึงคละรวยนึงคละนึงเกิดคละแต่เกิดเวียมไซซีเดนึงจีบบ้องซีคลังคนไทยในเปย์แต่อ้นปลาน้ำปลาอย่างไม่กันน้อยนะในเปย์แต่บนหนึ่งโฉดกันอ้นเธออย่างไม่เอาเบียซาบเอาเล็บน้ำนั่งออกเตอร์สมบูรณ์ตีซ่าเนาะอ้นจ้ายังอาจบังน้ำหอยหรือก็บ่ถามมีนเพลี้ยงบ่ขยมบังน้ำหอยอาจจะมาติดด้วยว่าไอ้กัดเอาไปสาบจิตน้ำมั้งจ้าอันนั้นเมื่อการไหนท่าเวียนปัญหาโรคยังบังน้ำปัญหาประสานบ่ยังอัดบังน้ำเต้ใบง่ายยังเธอจะกัดมาดองใบง่ายกัดมาดองแต่ด้วยกระไรจะกล้าเยอะนี่เธอบ่หมอพอแล้วนี่เอามีน้ำเด้อัดน้ำไม่ไหนโดยซาเวียนหน่อยพอเวียมีนรวยมีนไอ้เตยเวียนหน่อยพอเกยจังติดตัวอัดบันยัยดอกบุตาวิซีเฉินเปิดบันมีนมีนบ้านมีนเด้บ่ใหญ่จังเลิกนี่ฮวนให้หนังเฮียงเลิกนี่จะหนังจานมูลให้โดยซาตาให้มันจมท้ายถึงเลือดน้ำได้ไงบาดน้ำยังออกถ่ายกาด้วยแหละแล้วแต่เลิกนี่หน่อยพอคือแหงบอกงี้แหงเยอะคือเปิดเป็นแหงจำหนังเชิญจ้าเพราะเรื่องบารมนั่นนะชนะนี่ตึกตู้จะอ่อนตึกตู้ยังคลายตาเวียเมียนสั่นอัดเชิญบาจะอัดตอนดังบองจะมือติดมือบาจะมือติดมือยังไม่ดังนะบองจ้าประธานเจ้ากาวหน่อยพอเราเยอะเวลายืงซอลทนำนั่งลุยทนำนั่งอาจ
សល់បានខ្លះបើថាមិនឲ្យផំនឹងធ្វើមិនដែរវាទឹកទូច ហ្នឹងហើយប៉ុនយ៉ាងណាបងប្អូនហើយបងគ្រាន់តែចង់ផ្ដាំផ្ញើបងប្អូននេះក៏ដូចជាកសិករទាំងអស់គ្នាណានៅពេលដែលបាញ់ថ្នាំបាញ់អីយ៉ាងម៉េចហ្នឹងគឺថាចេះរក្សាសុខភាពខ្លួនយើងធ្វើយ៉ាងម៉េចឲ្យយើងទទួលបានប្រាក់ចំណូលហើយដោយសុខភាពយើងល្អនោះយើងអាចចិញ្ចឹមកូនចៅនឹងវាបានយូរអង្វែងព្រោះកូននៅតូចៗណាហ្នឹងហើយខុសត្រូវមួយបងថាមួយឆ្នាំពីរសោះរួចកូនទៅប៉ុនណាកូនទូចណាហ្នឹងហើយអញ្ចឹងអូនប្រយ័ត្នប្រយែងមែនតើណាចាជូនពរអាយុវែងហ្នឹងឥឡូវយើងងាកមកការងារយើងបន្តទៀតដោយសារអញ្ចេះបងឃើញថានៅយើងនេះហាក់ដូចជាអាផ្កាវាមិនសូវទុកឲ្យវាដុះច្រើនធំទៅបងតានេះទៅគេកាត់ទៅថាវាឃើញឡើងមកគេក្តាច់ចោលឲ្យផ្កាវាហ្នឹងគេអត់ទុកទេបាទវាអត់មានហូបកើតព្រោះអាហ្នឹងវាត្រូវក្តាច់ផ្កាចោលអញ្ចឹងដល់យើងកាត់ទៅយើងក្តាច់ចោលអញ្ចឹងទៅបាទហ្នឹងមកញីចោលអញ្ចឹងទៅចឹងបានជាបងលើកតបងប្អូនថាម៉េចកូនអូនគឺពង្រៀនឲ្យធ្វើការតូចមែនពេលដែលថ្ងៃអត់សិក្សាអញ្ចឹងទៅអូនម្នាក់ពីអ្នកប្រពន្ធច្រូតទៅកូននឹងដើរក្តាច់ផ្កាដើរក្តាច់ផ្កាអញ្ចឹងទៅការម្រះព្រៃតិចៗអញ្ចឹងដើម្បីឲ្យយើងកាត់លឿនឲ្យម្ដាយឪពុកនឹងកាត់លឿនកូននឹងចេះតែបេះពីមុខទៅកូនហើយម្ដាយនឹងកាត់ពីក្រោយអញ្ចឹងទៅបើយើងទុកផ្កានេះតែនិយាយថាចាស់ពេកហីមិនមែនទេបងជួនកាលខ្លះគេថាគេអត់ចូលចិត្តថាចាស់ពេកទីផ្សារខ្លះគេថាចាស់តែអញ្ចឹងត្រូវក្តាច់វាអានេះវាការពិតបងឃើញនៅនេះហើយបើការពិតវាអត់ចាស់ទេគ្រាន់តែវាផ្កាអញ្ចឹងវាឡើងមកមានផ្កាអញ្ចឹងស្រាប់មកចាហើយដល់មកស្រុកយើងនេះអ្នកស្វាយអាលំក្តាច់ផ្កាចេញណាចាមួយបងលើអីណាអ្នកបាត់ដំបងគេបាច់ផ្កាម្រះព្រៅឯងក្តាច់ផ្កាម្រះព្រៅខូនអ្នកទេបើយហ្នឹងហើយខូនអ្នកបាត់ដំបងអ្នកបាត់ដំបងមកយាយរស់សេរីធាគាត់ឈៀនបាច់ផ្កាម្រះព្រៅណាដល់ពេលអ្នកស្វាយអាលំក្តាច់ផ្កាម្រះព្រៅហ្នឹងហើយចាអញ្ចឹងក៏អញ្ចឹងដែរឥឡូវយើងនិយាយពីការងារហ្នឹងប៉ុណ្្នឹងចាប៉ុន្តែយើងនិយាយពីការដាំដុះសិនហើយចាំយើងលំអិតការថែទាំហ្នឹងនៅពេលបន្តទៀតណាហ្នឹងហើយដើម្បីឲ្យលោកអ្នកបានដឹងថាអូការដាំម្រះព្រៅយ៉ាងម៉េចព្រោះពីមុនមកនេះយើងនិយាយតែពីអាយុកាលវានិយាយពីការប្រមូលផលហ្នឹងហើយនិយាយពីផលចំណេញហើយនិយាយអំពីអ្នកស្រុកហ្នឹងចូលចិត្តដាំអីចាដាំអីនេះគឺដាំម្រះព្រៅច្រើនជាងគេចាឥឡូវនេះយើងគិតទៅខាងណាទៅខាងមើលកូនសាបស្ទូងយកទៅស្ទូងដើម្បីឲ្យបានមកជាធំចឹងធំបានមកជាធំចឹងបានអង្គុយយើងឡើងចង់ក្រកហ្នឹងហើយយើងទៅបាទទៅមើលកន្លែងដកកូនស្ទូងដកកូនស្ទូងបាទកូនណាចាទៅខាងជ្រុងខាងនោះហើយអ្នកណាគេអ្នកធ្វើខ្លួនខ្ញុំហើយណាគេទៀតនឹងប្រពន្ធរបស់ខ្ញុំនឹងប្រពន្ធរបស់ខ្ញុំអញ្ចឹងហ៎តែអញ្ចឹងសូមគាត់អ្នកតាមដានទស្សនាបន្តទៀតកម្មវិធីយើងនឹងបង្ហាញជូនលោកអ្នកពីរបៀបដាំដុះដំណាំម្រះព្រៃចាមកជាតិផ្ដាំអ្នកបានជាងច្បាំងថាអ្នករាំងសាខ្ញុំទុំរងវិតខ្ញុំជួយអ្នកវិញដេញទ្វេដងទៀតធម្មជាតិនឹងអ្នកអភិរក្សស្មងឥឡូវនេះយើងមកដល់កន្លែងនេះគឺកន្លែងតាកូនម្រះព្រៃមែនទេចាដើម្បីបានកូនម្រះព្រៃយើងមិនត្រូវការយកគ្រាប់វាមកសាបបាទបូតផ្កាវាបាក់បូតគ្រាប់វានឹងយកមកសាបអូមកដល់កន្លែងនេះព្រោះវិញហ្នឹងគេបាទព្រោះម្រះព្រៃវិញយើងបត់ហើយបានយើងព្រោះវាហើយយើងដាក់ទឹកមកហើយបានព្រោះទៅពីថ្ងៃទៀតចាំវាថាវាចេញត្រឡប់ទូចមកឃើញថាមានដោះហើយដាក់ទឹកវាទៅចាដាក់ទឹកហើយម្រះព្រើងប្រហែលជាប៉ុណ្ណឹងចុះវាអត់ធំទេប៉ុណ្ណឹងបងឲ្យប៉ុណ្ណឹងទៅចាប់ដាំដុះបានបាទគឺស្មៅវាដើម្បីឲ្យវាឡើងមកបានថាមួយខែថា27 28ថ្ងៃមួយខែចុះយើងដកវាមកយកមកស្ទូងប៉ុណ្ណឹងអាចស្ទូងបានហើយប៉ុន្តែមុននឹងយើងបានកូនប៉ុណ្ណឹងយើងយកគ្រាប់មកហ្នឹងអូនទិញគ្រាប់ពីផ្សារឬក៏ទុកខ្លួនឯងជ្រូតរបស់ខ្លួនឯងអញ្ចឹងយើងទុកមួយថ្នាលអញ្ចឹងមួយថ្នាលពីរថ្នាលយើងជ្រូតយកមកខ្លួនឯងមកបែនវាឲ្យតិចមកចេញជាគ្រាប់ឬក៏បងបបាក់បែនមកទាំងគ្រាប់អីចឹងវាមានទាំងសំណក់របស់វាគ្រាប់វាចាស់ចឹងមានសំណក់ចាព្រោះទាំងសំណក់ក៏បានដែរហើយយើងព្រោះយើងការពារសត្វល្អិតណាដើម្បីថាកុំឲ្យសម្ោចអីវាពំអញ្ចឹងណាចាព្រោះវាយើងលាយទៅកៅដីឆ្នាំនេះហៅដល់កៅដីលាយបន្តិចទៅមិនបាច់លាយទៅពោះទាំងសំណក់ចឹងណាវាអាចសម្ោចពំអស់ចាតែអញ្ចឹងឥឡូវយើងដកកូនហ្នឹងយកទៅដាំហ៎បាទស្ទូងឥឡូវយើងចាប់ផ្ដើមដកកូនម្រះព្រៅយកទៅស្ទូងបង្ហាញជូនលោកអ្នកឲ្យបានជ្រាបពីការដាំដំណាំម្រះព្រៅណាចាហើយកូននេះមានអាយុកាល1 ខែហើយ
Bà vậy tới châu đó pi khai ở nơi tăng pi côn rồi hôm là đo ban này hết. cắt để cho pi khai mình. Pi khai chiêng ấy nó bàn cắt bây giờ khai tóm đó mà khai chiêng pi khai nó dương cắt bán này. Phân môn đằng đó tăng bớt cái sợi tắc sân ấy, rồi sụt đó ấy. Bà cắt bớt cái bông tắc đạo sao tới sụt đỏ. Đại. Chà bong đạch pi đài mới nó vậy cặp bớt đó. Đấy ở tay hai. Nè phụ con sờ bổ này. Chà. Này đọ đình sợi tắc bìa. Chà một đó nhưng sợi tắc hay bằng nhưng sụt đỏ đấy. Chà to lấy dân tới khang một cái đây stung là lấy thón cái phong đặt tới khang đó phần tay dưới mà cái nạt rong này phải hai thế này hai chà phải hai hết tầm dân tới khang nó to tiền chà chẳng xong luôn để liên tam đan test là cam thì dân đồng bằng khang chuyên lực nè pi được biết tam đó đầm nắm mà để rầy chà ក្រុមហ៊ុន HDO មានផលិតស៊ីតេនទឹកថ្មីមក HDO Style មានពងបាត់បើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល 20 ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ HDO ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នកសូមលោកអ្នកនាងតាមដានទស្សនាកម្មវិធីយើងនឹងបង្ហាញជូនលោកអ្នកពីរបៀបដាំដុះដំណាំរះព្រៃចាឥឡូវហ្នឹងបងអូនហួនហើយនឹងបងអូនហៀងចាប់ដើមស្ទូងរះព្រៃចាស្ទូងដោយស្ទូងស្រូវណាបាទតែម្រះព្រៅស្រូវស្ទូងអត់មានជួរដូចម្រះព្រៅស្ទូងមានជួរចាអូនណាចន្លោះពីគុំមួយទៅគុំមួយហ្នឹងប្រហែលនេះ2ទឹកអត់ទេ2ទឹកទៅ1ទឹកកន្លះ1ទឹកកន្លះទឹក8អញ្ចឹងវាមិនគិតថាស្មើទេវាលើខ្វះតិចតួចតិចតួចចេះមានអាហ្នឹងមិនអង្គុយស្មើរហូតចាតែកំណត់ជួរយើងហ្មងថាប្រហែលជួរប៉ុណ្ណឹងជួរតែខ្ញុំស្ទូង5ជួរ5មករោងហ្នឹង5លើខ្វះមិនដែរនៅ5ជួរ7កូនហ្នឹងដឹងថា7កូនហ្នឹងហ្មងអញ្ចឹងណាអញ្ចឹងយើងស្ទូងបែបហ្នឹងរហូតអញ្ចឹងទៅណាហើយរបៀបស្ទូងគឺយើងចុចមេដៃចូលទៅនឹងដីហ្នឹងគឺដូចយើងស្ទូងស្រូវអញ្ចឹងបិទដូចគ្នាក៏ប៉ុន្តែគ្រាន់តែយើងស្ទូងនេះគឺចន្លោះពីគុំមួយទៅគុំមួយមកទឹកកន្លះទៅ2ទឹកណាចាហើយការស្ទូងនេះគឺមុននឹងស្ទូងយើងត្រូវធ្វើដីឲ្យស្អាតលើកជារងហើយបានដាក់ទឹកស្ទូងហើយយើងមានប្រើជីនេះពេលយើងអត់ទេបងអត់ទេដីសុទ្ធហ្មងដីសុទ្ធអត់មានប្រើជីអីទេបងអញ្ចឹងណាបាទណាដល់ពេលដែលយើងស្ទូងហើយអញ្ចឹងទៅបន្ទាប់មកយើងធ្វើអីទៀតអូនស្ទូងហើយអញ្ចឹងយើងដាក់ទឹកទៅថាឈ្ងួត4ថ្ងៃឬ5ថ្ងៃយើងដាក់ទឹកវាទៀតវាដឹងខ្លួននឹងមានស្មៅដល់ធំបើយើងមាន10ថ្ងៃបាទអាចថាឈុំកើតឈុំស្មៅឈុំអីវាអញ្ចឹងធ្វើស្មៅវាទៅមានស្មៅធ្វើស្មៅទឹកតទៅទៀតទឹកហ្នឹងបាទរយៈពេល20ថ្ងៃហ្នឹងវាអាចតែឡើងដាក់ជីវាម្ដងអីចឹងទៅចិត្តបានកាត់ប្រហើបជីវាតិចទៅប្រហើបជីសយើងហ្នឹងយើងអត់ប្រើជីលមួកសត្វអីអូនណាអត់ទេបងអត់ទេចាអញ្ចឹងសូមលោកអ្នកនាងតាមដានទស្សនានៅសកម្មភាពដែលបងអូនហៀងហើយនិងបងអូនហួនកំពុងតែស្ទូងកូនម្រះព្រៅនៅលើថ្នាលដែលយើងបានធ្វើរួចរាល់ហើយពេលស្ទូងហើយគេនឹងទុកវានៅទីហ្នឹងតែម្ដងរហូតដល់5ថ្ងៃទៅមួយអាទិត្យចឹងណាអូនដាក់ទឹកណាចាហ្នឹងបើវាហួតហើយណាចាហួតខ្លាំងអាចថា3ថ្ងៃអីដាក់ទៅខាន់នៅលើយើងមើលវាចាអញ្ចឹងសូមលោកអ្នកនាងតាមដានទស្សនាជាបន្តបន្តិចទៀតលោកអ្នកនឹងបានដឹងថាតើការដាំដំណាំរះព្រៃហ្នឹងថែទាំដោយរបៀបណាទៀតដើម្បីបានផលហៀងណាបាទបងចាធម្មជាតិអាយកំឡើយព្រួយខ្ញុំនឹងលើកស្ទួយជួយនឹងបានរួមអង្គារៈបង្រិឋានអង្គាវត្តបានស្រឹងបងជាងហើយអានេះអត់តន់ធ្វើអីហ្នឹងគេអត់តន់ធ្វើអីទេបងដល់គេធ្វើចេះអានេះគេទឹមឆោតរហងចោលសិនបាទដើម្បីយើងធូរកម្លាំងយើងលើកអានេះឲ្យគោយន្តគេឆោតដូចបងជន់អញ្ចឹងចាមិញហ្នឹងយើងអាកន្លះរងមកយើងស្ទូងកំពេញរួចណាចាហើយឥឡូវណាអាថងគេកំពុងត្រៀមស្ទូងទៀតណាមែនទេបាទកំពុងស្ទូងត្រៀមស្ទូងទៀតនេះដីកំពុងតែជ្រុំហើយយើងចាប់ដើមដាក់ទឹកស្ទូងបន្តទៀតបាទស្ទូងបន្តទៀតអញ្ចឹងមានន័យថាដីនេះគឺត្រៀមដាំរះព្រៃទៀតហើយបាទត្រៀមដាំនឹងត្រៀមដាំនឹងអស់តទៅមុខទៀតអញ្ចឹងឥឡូវយើងនិយាយពីវិធីធ្វើដីបន្តិចណាដីនេះមុនដំបូងធ្វើម៉េចអូនមុនដំបូងដីហ្នឹងខ្ញុំភ្ជួអញ្ចឹងទុករយៈពេលថា5ថ្ងៃឬ10ថ្ងៃហាលដីឲ្យឆ្អិនស្ងួតបាទខ្ញុំប្រែមកជើងទៀតមកខ្ញុំរស់ហើយខ្ញុំឲ្យគេឆោតរងអញ្ចឹងហើយខ្ញុំមកបង្ហាប់ថែមទៀតជារងអញ្ចឹងហើយបានខ្ញុំជ្រុំវាឲ្យល្អិតអញ្ចឹងយកអាចស្មៅយកឲ្យចេញអញ្ចឹងបានឲ្យប្រពន្ធខ្ញុំហ្នឹងដាក់ទឹកមកឲ្យប្រពន្ធខ្ញុំស្ទូងតទៅទៀតបាទយើងស្ទូងបានអត់យើងស្ទូងក៏បានដែរបងស្ទូងវិញទៅហើយដែរបាទស្ទូងចាបាទ
តាមពិតយើងគួរតែនិយាយពីការធ្វើដីមុនណាណាប៉ុន្តែដល់ហេតុថាមិនហ្នឹងអាចការម្លេះព្រៃដែលយើងអង្គុយហ្នឹងវានៅសល់បកណាត់អញ្ចឹងហើយយើងក៏ស្ទូងបំពេញទៅរួចបងមិនហ្នឹងគិតថាមកដល់កន្លែងអាថងគេស្ទូងត្មងតែមុនមកដល់យើងឆ្លងកាត់អាដីមិនទាន់បាទដីបាទអត់ទាន់ស្ទូងមិនទាន់ធ្វើទេអានេះនៅជ្រុំវាបង្ហាប់វាទៅយើងជ្រុំឲ្យវាល្អិតទៅយើងដាក់ទឹកបានយើងស្ទូងវាចាហើយដល់អញ្ចឹងវាចំណេញដែរចំណេញត្រង់ថាអូនបានរៀបរាប់ពីការដែលយើងធ្វើដីយ៉ាងម៉េចមុននឹងដាំម្រះព្រៃអញ្ចឹងយើងគិតពីរងមួយទៅរងមួយមែនបាទ1ម៉ែត្រជាងទៅទឹកវាក្នុងផ្ទៃកាឡាក្នុងរងហ្នឹងប្រហែលជា1ម៉ែត្រមួយទឹកឬ1ម៉ែត្រពីរទឹកថាប៉ុណ្្នឹងទេដើម្បីថាយើងអាចថាយើងធ្វើស្មៅវាទៅស្ទូងយើងហើយទី1យើងពិបាកស្ទូងទី2យើងពិបាកធ្វើស្មៅបាទដល់យើងធ្វើស្មៅធំយកយើងចូលអញ្ចឹងមកធ្វើអញ្ចឹងបើយើងទូចយើងអង្គុយទៅលើរងទៅអានោះមកខាងមកទល់គ្នាបានបាទវាស្រួលងាយស្រួលយើងកុំឲ្យចូលទៅខូចមកយើងនឹងបាក់ណាំបាទនឹងកុំឲ្យបាក់ហ្នឹងហើយល្អតែឥឡូវអូនយើងទៅកន្លាថងហ្មងបាទហ្នឹងសូមតែនាងតាមតែស្ដាប់ទៀតចាដីខ្ញុំជុំហើយលើកបាទដីជ្រុំហើយអូយអាថងឲ្យយកឲ្យឆ្មាញ់អូយទឹកហោមកនេះអានេះយើងដាក់ប្រហែលដីធ្វើស្រែហើយហ្នឹងបាទយើងធ្វើឲ្យស្មើដូចដីធ្វើស្រែដល់យើងដាក់ទឹកមកអាចតែលិចទៅធំមកកន្លះទឹកដែរតែ5 4ចាស់មកសອບអញ្ចឹងទៅយើងស្ទូងបានបាទចាប់ផ្ដើមស្ទូងដូចស្រូវដែរហ្នឹងមានជួរមានអីដូចគ្នាចាឥឡូវហ្នឹងអាថងធ្វើម្នាក់ឯងទៅណាយើងទៅអាការក្រោយយើងនេះគឺវាបានធំល្មមចាឲ្យលោកអ្នកនាងតាមដានទស្សនានៅសកម្មភាពហ្នឹងបន្តិចសិនណាចាអញ្ចឹងសូមលោកនាងតាមដានទស្សនាបន្តទៀតទៅយើងទៅខាងមុខទៀតកន្លែងសម្រាប់ព្រៃដែរចាអញ្ចឹងយើងឈានមកដល់កន្លែងនេះម្ដងណាថ្ងៃនេះលោកអ្នកនាងបានឃើញតាំងពីការដាំដុះដំណាំម្រះព្រៃបងថាដាំដុះដល់ណៃថាស្ទូងចាឥឡូវយើងអង្គុយលេងស្ទូងក៏បានដែរបងឥឡូវយើងអង្គុយនឹងតិចណាអង្គុយតិចហ្នឹងហើយមិននេះលោកអ្នកបានឃើញពីរបៀបស្ទូងហើយចាឥឡូវមកដល់កន្លែងនេះគឺបងអូននោះកំពុងតែប្រមូលផលចាហើយអានេះយើងប្រមូលរួចអានឹងកាត់រួចអានេះបាទប្រមូលផលរួចហើយអានេះយើងប្រមូលបានប្រហែលថ្ងៃហ្នឹងនេះនេះទឹមល្ងាចបាញ់ហ្នឹងទឹមបានមកយប់អីហ្នឹងមកយប់មួយថ្ងៃហ្នឹងបាទបងមិនឃើញបែកខ្នែងបែកអាហ្នឹងចឹងគេកាត់ចឹងនេះគេកាត់ទុកចឹងគេដល់នេះវាបែកមកតាមចឹងគេនេះវាបែកមកអាហ្នឹងលាស់អាហ្នឹងទៀតដល់អាហ្នឹងគេកាត់មកគេទុក2ភ្នែកចឹងមកដើម្បីវាបែកអាហ្នឹងទៀតបាទអញ្ចឹងបានសារទី1អត់ទៅច្រើនមកសារទី2ទី3វាច្រើនជាងអាមុនទៅទៀតបាទវាបែកតាមភ្នែកវាហ្នឹងអាម្នាក់ទៅហ្នឹងអញ្ចឹងអាអូនខាងនោះគេកាត់ហ្នឹងថ្ងៃនេះគេតទេបាទគេតកាត់ពីមិញបាទកាត់ថ្ងៃមុនហ្នឹងគេអត់កាត់អត់ដោះអញ្ចឹងទៅឥឡូវគេកាត់តថែមទៀតបាទប្រមូលផលថែមទៀតអញ្ចឹងទៅអូយបងស្រែម្រះព្រៃហ្នឹងចាប់តែប្រមូលមួយអាទិត្យហ្នឹងប្រមូលអត់តាន់ឧទាហរណ៍ប្រមូលមកកណ្ដាលរហូតដល់ពេលប្រមូលអស់ត្រឡប់មកវិញអានេះអានេះប្រមូលទៀត3 4ថ្ងៃចងំកាត់ដល់ផុតអស់មកផុតហ្នឹងទៅត្រូវមកសរីអានេះទៀតកាត់អានេះទៀតដើម្បីកាត់អានេះបាទមែនទេណានេះបាទដល់យើងកាត់អានោះទៅអ្នកដាក់ទឹកអ្នកដាក់ជីចេះតែថែខាងក្រោយហ្នឹងទៅប្តីបាទប្តីដាក់ទឹកដាក់ជីថែខាងក្រោយប្រពន្ធកាត់ចេះកាត់ទៅអញ្ចឹងទៅបាទអូអញ្ចឹងអ្នកស្រុកយើងនេះរលៃចូលហើយហើយអូនទាំងពីរបងអរគុណបងអូនមែនតើណាថ្ងៃហ្នឹងអូនរវល់ណាប៉ុន្តែអូនឆ្លៀតឱកាសហើយធ្វើយ៉ាងម៉េចតំណែងសំណាគ្នាចែកម្លែកនៅបាត់ពិសោធន៍ដែលអូនមានដើម្បីឲ្យបងប្អូនជាកសិករយើងលោកអ្នកអាចដកស្រង់ពីយើងបានខ្លះដែរណាចាឲ្យបងចូលចិត្តជួបជាមួយតែយុវជនអាសាអញ្ចឹងដើម្បីជាគំរូហ្នឹងហើយឥឡូវអញ្ចឹងទៅអូនដោយសារតែពេលវេលារបស់យើងហ្នឹងបាញ់មិញយើងក្តៅខ្លាំងមែនតើឥឡូវរួចពីក្តៅ
បងគាត់ថាបើវាសតុំតែល្មមប៉ុណ្ណឹងអត់អីណា បាទ ប៉ុន្តែមេឃនេះវាខ្មៅទៅវិញហើយចោលទៅខ្លាំង ខ្យល់ឲ្យភ្លៀងតែឥឡូវណា ចាំមកដល់ហើយ ហើយអូនតោះហើយ បាទបាទ អញ្ចឹងមុននឹងយើងបញ្ចប់ការងារនេះបងចង់ឲ្យបងអូនទាំងពីរជំរាបជូនដល់លោកអ្នកបន្តិចទៅជាពិសេសបងប្អូនវិជាកសិករយើងណាធ្វើដំណាំណាក៏ដោយដើម្បីឲ្យដំណាំនេះវាបានផលល្អយើងទាំងអស់គ្នាត្រូវធ្វើយ៉ាងម៉េចក្នុងនាមយើងជាកសិករ បាទ បើបងប្អូនកសិករចង់ដាំដំណាំមហាព្រៅស្បៃរឿងនឹងជីអង្វងនឹងល្អដូចខ្ញុំអញ្ចឹងដំបូងគេបងអស់ហ្នឹងយើងត្រូវធ្វើដីឲ្យស្អាតបាទធ្វើដីហើយយើងកូនហ្នឹងយើងត្រូវសាបមុនយើងសាបមុនធ្វើដីហ្នឹងបាទឲ្យរយៈពេលយើងលេងមើលថាឥឡូវកន្លះខែដុះហើយមកថ្នាំងឬមួយស្លឹកពីរអញ្ចឹងយើងចាប់ផ្ដើមធ្វើដីទៅយើងហាចោលបានកន្លះខែទៀតដើម្បីឲ្យដីនឹងឆ្អិនតងំដីយើងនឹងឆ្អិនកូននឹងយើងបានដាំហើយ អូមានន័យថាយើងធ្វើកូនត្រៀមបំរុង បាទបំរុងសិនបំរុងកូនហើយសិនបានយើងចាប់ផ្ដើមធ្វើដី ចាហើយដីនេះយើងត្រូវហាលវា បាទឲ្យហាលឲ្យស្ងួតឲ្យឆ្អិនហើយដើម្បីឲ្យដំណាំនឹងល្អយើងអត់សូវប្រើជីអីប្រហែលទេបាទបើយើងអត់ហាលវាជួភ្លាមយើងធ្វើភ្លាមហ្នឹងគឺវាអត់ល្អប្រហែលទេបាទសំណុំពរឲ្យបងប្អូនកសិករដូចខ្ញុំអញ្ចឹងឲ្យ ធ្វើបែបហ្នឹង ធ្វើបែបហ្នឹងបាទបានផលច្រើន ចាហើយពេលដែលយើងដាំដុះហ្នឹងយើងត្រូវមើលការថែទាំយ៉ាងម៉េចអូន ពេលយើងដាំដុះហ្នឹងយើងត្រូវមើលថាអាលោកអូតូថាយើងដាំស្ទូងអញ្ចឹងហើយអញ្ចឹងយើងត្រូវដាក់ទឹកយើងមើលទៅថាស្មៅច្រើនយើងត្រូវធ្វើស្មៅហ្នឹងឲ្យស្អាត ចា បាទដាក់ទឹកហ្នឹងគឺយើងស្ងួតឃើញស្ងួតយើងដាក់ទៅអញ្ចឹងបានយើងដំណាំយើងឲ្យផលយើងថែដំណាំល្អហ្នឹងដំណាំឲ្យផលយើងវិញហើយ អញ្ចឹងណាចាប្រសិនបើយើងដាក់ចោលវាមិនឲ្យផលយើងទេ អត់ឲ្យផលយើងទេ ចាហើយដំណាំរះព្រៅនេះដែលសមស្របបំផុតរដូវណាដែលយើងដាំបានល្អអូន នេះអត់រើសពេលអត់មើលរើសខែបងអត់មានរើសខែណាក៏យើងដាំបានដែរបងបាទកុំឲ្យបានអត់កុំឲ្យថាឥឡូវយើងប៉ាន់មើលថាឥឡូវបើដីយើងលិចទឹកយើងចាំមើលសិនបើថាទឹកមិនលិចយើងដាំទៅអត់បញ្ហាទេខែណាដូចខែណាទេដំណាំហ្នឹងបាទដំណាំរះព្រៅហ្នឹងបាទដាំបានទាំងអស់អត់រើសខែអត់រើសថ្ងៃទេ អរគុណអូនចាអញ្ចឹងបន្ទាប់ពីហៀងមកឥឡូវអូនហួនវិញម្ដងណាអូនមានអីចែកម្លែកដល់បងប្អូនវិជាកសិករយើងមានតែសំណុំពរដល់បងប្អូនចង់ដាំរះព្រៅហ្នឹងសូមឲ្យបងប្អូនហ្នឹងសិក្សាដូចទៅបងមកយកព័ត៌មានពីខ្ញុំទៅដល់ឲ្យបងប្អូនសិក្សាតាមហ្នឹងទៅបាទទៅត្រូវការដាំដុះអីហ្នឹងបងគាត់ថតអីឲ្យបងប្អូនមើលរបស់គ្នាហើយអញ្ចឹងបងប្អូនទៅសិក្សាតាមហ្នឹងទៅដាំខ្វះខាតចំណុចណាមួយអញ្ចឹងអាចតែពិភាក្សាបានឬថាខ្វះខាតបាទតាមទៅឬក៏យ៉ាងម៉េចអញ្ចឹងសាបយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងអាចតាក់ទងទូរស័ព្ទឲ្យបងប្អូនអាចប្រាប់បានដែររឿងហ្នឹងរឿងការសាបការច្រូតយកពូជយកអីរបស់ខ្លួនឯងនេះវាមិនមែនថាទិញពូជបានទេបើទិញយករបស់ទិញមានតែធ្វើខ្លួនឯងហ្នឹងមានគេដាក់លក់ទេ អត់មានដាក់លក់ទេពូជម្រាស់ព្រៅអត់មានដាក់លក់ទេមានតែ ជីហ្មងអាចតែគេដាក់លក់បាទម្រាស់ព្រៅមានទេ អញ្ចឹងមានន័យថាបើសិនបើលោកអ្នកចង់ដឹងពីរបៀបដាំដុះនៅឲ្យបានលម្អិតតែព្រោះថាយើងផ្សព្វផ្សាយនេះគ្រាន់តែជាកលឹះខ្លះៗហេចាអញ្ចឹងប្រសិនបើលោកអ្នកនាងចង់ដឹងព័ត៌មានលម្អិតអាចទំនាក់ទំនងមកគឺអូនបន្ទើសតលនេះតាមបាទតលនេះបងបាទតាមព័ត៌មានទូរស័ព្ទហ្នឹងហើយយើងចែកម្លែកនៅប័ណ្ណពិសោធន៍គ្នាទៅហើយចំពោះដីដាំម្រាស់ព្រៅហ្នឹងគេរើសអត់អូនដីអត់រើសឲ្យបងឲ្យតែថាយើងអាចមើលទៅថាយើងដាំបានគ្រាន់តែថាដីល្អវាយូរអង្វែងគ្រាន់តែដីមិនសូវល្អលបាយខ្សាច់ហ្នឹងគឺវាអត់សូវបានផលយូរទេអញ្ចឹងណាបាទតែប៉ុណ្ណឹងទេបាទតែប៉ុណ្្នឹងទេបាទឥឡូវចេះមួយទៀតឧទាហរណ៍ថានៅពេលដែលយើងផ្សព្វផ្សាយទៅលោកអ្នកថាអូយនៅម្ដងអូនហ៊ីនឹងអូនហួនហ្នឹងសម្បូរតំណាំម្រះព្រៅដូចជាជីអីអញ្ចឹងណាអញ្ចឹងគាត់ចង់កំងចង់អីតំណាក់តំណងមើលអូននិយាយពីទីផ្សារវិញបាទបងប្អូនទាំងអស់គ្នាអាចจะចង់តំណាក់តំណងទិញម្រះព្រៅហ្នឹងខ្ញុំអាចតាក់ទងទៅបងប្អូនគាត់គង់បានអាចតែលទ្ធផលខ្ញុំកាត់ទុកឲ្យបងប្អូនឬក៏ត្រូវការប្រមាណអីប្រមាណហ្នឹងតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំមកខ្ញុំអាចប្រមូលទុកឲ្យបងបានអញ្ចឹងណាចាយើងតាក់ទងគ្នាមុនណាចាអូមកថាមកចកាហួនខ្លះទៅចកាគៀងខ្លះមកហើយចកាអូនបានអីចឹងមកយើងតាក់ទងគ្នាតាក់ទងគ្នាបានបងហើយល្អតាអញ្ចឹងប្រសិនបើលោកអ្នកនាងបានជ្រាបហើយលោកអ្នកអាចទំនាក់ទំនងបងប្អូនទាំងពីរព្រោះថានៅក្នុងឃុំស្វាយលំហ្នឹងគឺបងប្អូនយើងភាគច្រើនដាំម្រះព្រៅហើយនឹងជីណាជីស្វាយរឿងបាទធម្មតាលោកផាត់តាក់ទងមករដូវណាមានអីអូនចែកទៅតាមហ្នឹងទៅបាទចែកជីផ្សារតាមហ្នឹងទៅបងបាទចាអ
ចឹងអរគុណអូនច្រើនឥឡូវនេះបងគិតថាអញ្ចេះដំណក់ទឹកភ្លើងធ្លាក់មកហើយអញ្ចឹងយើងគិតថាបង្ហាញជូនទស្សនវិជ្ជារួមហ្មងទៅណាហើយយើងគិតរកកន្លែងជ្រកឲ្យស្រួលសិនអត់ទៅស្រួលទេចឹងហើយតែអញ្ចឹងលោកអ្នកនាងសូមលោកអ្នកនាងតាមដានទស្សនាបន្តទៀតកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV និងបង្ហាញជូនលោកអ្នកទស្សនវិជ្ជាចំការម្រះព្រៃនៅក្នុងឃុំស្វាយអលំចាសូមលោកអ្នកនាងតាមដានទស្សនាដោយមេត្រីចាសូមជើញតើអូនយើងតែខាងមកទៅមើលអូនគេជ្រោតបន្តទៀតបាទបងចាតើអូនតានេះដុំបងមកដុំបងកាក់មើល7ខាំឬ6ខាំដល់តែមកដុំទៅណានឹងមួយដុំនេះគេឈោតបដាគេក្តាច់បដាបាទឈោតបដាគេក្តាច់បដាបេះផ្លាក់ផ្កាអញ្ចឹងបាទបែរចឹងជ្រូតបដាអញ្ចឹងមិនហ្នឹងយើងឃើញកន្លែងដែលយើងឈោតហើយឥឡូវបងគាត់ថាអូនថាយើងទៅកន្លែងអាមុំគេឈោតចឹងហ្នឹងហ្នឹងហើយមកមើលអាឈ្ងុយមែនតើណាមកមើលហោះហ៊ុនតែគ្នាកាន់យើងញ៉ាំម្ដងញ៉ាំដុំនេះឲ្យម្ចាស់ចការកាន់ណាហ្នឹងហើយតើអត់ណាសម្រាប់ព្រៃខ្មែរហ្នឹងសម្រាប់ព្រៃខ្មែរឈ្ងុយណាស់អូនហើយនឹកឃើញឆាក្តៅទៀតអាមុំគេកាត់ឲ្យញាប់ដៃឆ្មាញ់ហ្មងហ្នឹងអាមុំកាត់ម្នាក់ឯងបាទអូមកចការអាមុំគេថាគេកាត់ម្នាក់ឯងរាល់ថ្ងៃឥឡូវនេះបងអូនកំពុងតែញាប់ដៃអញ្ចឹងចេះអូនការងាររបស់យើងនេះដូចជាបានច្រើនណាណាចាឲ្យតែបងឲ្យអូនកាន់ម្រះព្រៃហ្នឹងដឹងមូលហេតុអីអត់យកទៅឆាក្តៅរឿងឆាក្តៅហើយប៉ុន្តែរឿងមួយទៀតមិនយើងអង្គុយរហូតព្រមម្រះព្រៃដើមទៅទៀតមិនអញ្ចឹងបាទបងដល់ពេលអង្គុយយូរខកឡើងចង់រត់យើងត្រូវឈរម្ដងមួយដល់ឈរយើងផុតម្រះព្រៃអញ្ចឹងមានអីចេះសង្កល់កាន់ម្រះព្រៃម្នាក់បើម្នាក់ម្ដាយហ្នឹងហើយអញ្ចឹងល្បិចគេតែញ៉ាំខ្លាទៅបងហ្នឹងហើយល្អតានៅក្នុងភូមិឃុំរបស់ខ្ញុំគេដាំម្រះព្រៃនិងជីនាងវងនិងស្បៃរឿងបាទបើបងប្អូនចង់តំណាក់តំណងថាឥឡូវទីផ្សារស្បៃរឿងឬម្រះព្រៃជីរំបងចាំតាក់ទងតាមលេខទូរស័ព្ទនៅខាងមុខចាក់ទូរទស្សន៍បងណាតាក់ទងមកខ្ញុំអាចរកទុកឲ្យបងប្អូនបានបាទតែសំខាន់ផ្ដល់ព័ត៌មានមុនបាទព័ត៌មានមុនបាទចាអូនក៏បានយើងក៏បានដូចគ្នាបងបាទឥឡូវនេះអូនមេយើងខ្មៅមែនតើដំណោះទឹកភ្លើងក៏ធ្លាក់មែនតើយើងនិយាយមកអញ្ចឹងចាហើយដល់ពេលអូនអញ្ចឹងអូនហៀងអញ្ចឹងកន្លែងទៅហៀងទៅទុំជាងគេអញ្ចឹងណាមិនចាញ់សម្រាប់ហៀងពេលហ្នឹងមិនភ្លៀងមែនចាញ់សម្រាប់មេឃចាអញ្ចឹងប៉ុណ្ណឹងចាហើយអាម៉ងកំពុងញាប់ដៃដែរដូច្នេះយើងចូលរួមការងារទាំងអស់គ្នាតែថ្ងៃនេះបងអរគុណបងអូនទាំងពីរដែលបានចំណាយពេលវេលាហើយមួយវិញទៀតនេះខ្ញុំក៏សូមទោសលោកអ្នកផងដែរចាគីឡូសន្តានាទៅលេងសើចពេកទៅហ្នឹងហើយធ្វើឲ្យលោកអ្នកហ្នឹងដូចថាប៉ះពាល់អារម្មណ៍នេះក៏សូមទោសដល់ហេតុថាអញ្ចេះថ្ងៃហ្នឹងក្តៅនោះហួសនិស័យហួសខ្យល់ហ្នឹងខ្លាំងទៅទៀតព្រោះយើងធ្វើការថ្ងៃហ្នឹងលំបាកមែនតើបញ្ហាអាកាសធាតុណាអញ្ចឹងសូមទោសលោកអ្នកដល់ហើយយើងហត់នឿយឲ្យផងអញ្ចឹងទៅនិយាយប្រឡប់ការងារហើយក៏អារម្មណ៍លេងនៅខ្លួនឯងផ្នែកបន្តឆ្មាច់ហើយយើងតតែប្រែកកង់នៅខ្លួនទាំងអស់នេះហ្នឹងហើយដល់អញ្ចឹងសូមអធិស្ឋានលោកអ្នកផងដែរអញ្ចឹងសូមលោកស្រីនិងកញ្ញាតាមដានទស្សនាបន្តទៀតកម្មវិធីយើងបង្ហាញជូនលោកអ្នកជាបន្តបន្ទាប់ណាបាទតើអូនយើងជួយក្តាច់ការហ្មងតិចណាហ្នឹងហើយចាសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អជីម្រះព្រៅគឺជារុក្ខជាតិក្នុងស្រុកមួយប្រភេទពពួកតេនជាតិដុះនៅតំបន់ក្តៅស្ថិតក្នុងគ្រួសារឡាមីអាសេអាដែលមានប្រភពកំណើតនៅឧបទ្វីបឥណ្ឌានិងរីករាលដាលដាំដុះនៅទូទាំងតំបន់ត្រូពិកតំបន់អាស៊ីអាគ្នេយ៍និងតំបន់ដទៃទៀតនៃពិភពលោកជីម្រះព្រៅមានឈ្មោះវិទ្យាសាស្ត្រថា Ocimum santum និងឈ្មោះជាភាសាអង់គ្លេសគឺ Holy Basil, Sacred Basil ឬ Lemongrass ជីម្រះព្រៅនេះមានដើមតូចបែកមែកតូចៗជាច្រើនគ្របដណ្ដប់ទៅដោយស្លឹកលាស់ចេញដេញពីគ្នាមួយដែលដើមនិងស្លឹកតូចនេះមានរោមឆ្មាស្លឹកជីម្រះព្រៅមានរាងពងក្រពើមានស្នាមជ្រួញនៅតាមជាយស្លឹកតិចព្រមទាំងមានក្លិនក្រអូបប្រហើរឆួលប្រើធ្វើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ
ឬក៏យកទៅឆាក្តៅនិងឆាគ្រឿងជាមួយសាច់ច្រើនយ៉ាងប្រកបដោយរសឆ្ងាញ់ពិសានិងអាចប្រើធ្វើជាឱសថបានទៀតផងនៅសម័យដើមមនុស្សសម័យបុរាណនិយមយកជីម្រះព្រៅធ្វើជាឱសថខាត់ឈាមព្រមទាំងដាំទឹកស្ងោរធ្វើជាឱសថបែបបុរាណព្យាបាលអាការៈចុកសៀននិងបណ្ដេញខ្យល់ក្នុងពោះជួយសម្រួលប្រព័ន្ធការពាររោគនិងបណ្ដេញជាតិពុលផ្សេងៗព្រមទាំងជួយបំប៉នធាតុភ្លើងបានទៀតផងបណ្ដាំធម្មជាតិនៃទៀតផងចាត់ជាបេះដូងបើយើងនិយាយពីការងារកសិកម្មនៅកម្ពុជាយើងឃើញថាថ្មីត្បិតតែនៅមានកម្រិតយ៉ាងណាក្តីក៏ប៉ុន្តែជាជំហានបច្ចុប្បន្នបងប្អូនប្រជាកសិករយើងបាននឹងកំពុងតែនាំគ្នាស្វែងយល់តាមរយៈការស្ដាប់ការសិក្សានិងការសង្កេតតាមគ្រប់រូបភាពនៃការផ្សព្វផ្សាយផ្នែកកសិកម្មតាមរយៈស្ថាប័នដែលពាក់ព័ន្ធគឺមានន័យថាយើងចូលរួមទាំងអស់គ្នាទាំងកសិករដែលមានបទពិសោធន៍ក្តីទាំងលោកអ្នកដែលមានចំណេះដឹងក្តីតួយ៉ាងដូចជាថ្ងៃនេះកសិករអៀងសុខហៀងនិងកសិករញៀនកំហួនបានចូលរួមចែករំលែកចំពោះការដាំដំណាំជីម្រះព្រៅនេះបើទោះបីថាការបង្ហាញជូនតាមរយៈកម្មវិធីនេះមិនបានពិស្ដារយ៉ាងណាក្តីក៏ប៉ុន្តែការងារទាំងនេះក៏ជាស្ពានមួយជួយផ្ដល់នូវគន្លឹះខ្លះៗបង្ហាញជូនលោកអ្នកក៏ដូចជាបងប្អូនប្រជាកសិករយើងដើម្បីបានជាប្រយោជន៍រវាងគ្នានឹងគ្នាប៉ុន្តែប្រសិនណាបើកម្មវិធីយើងធ្វើការលម្អិតនៅរាល់វត្តដំណាំនីមួយៗផ្សាយជូនលោកអ្នកគឺទាមទារនៅពេលវេលាច្រើនដូច្នេះហើយយើងខ្ញុំសូមតែចូលរួមធ្វើបទបង្ហាញតាមរយៈបងប្អូនប្រជាកសិករគ្រប់តំបន់ទុកសម្រាប់លោកអ្នកងាយស្រួលក្នុងការទំនាក់ទំនងគ្នាដើម្បីទទួលបានព័ត៌មានទាំងនេះប៉ុន្តែអ្វីដែលយើងខ្ញុំមិនភ្លេចនោះគឺសូមថ្លែងអំណរគុណចំពោះលោកអ្នកគ្រប់មជ្ឈដ្ឋានទាំងអស់ក៏ដូចជាបងប្អូនប្រជាកសិករយើងបានគាំទ្រនិងផ្ដល់នូវគំនិតដ៏ល្អៗធ្វើយ៉ាងណាឲ្យការងារប្រកបរបរកសិកម្មឲ្យកាន់តែរីកចម្រើននិងទទួលបាននូវទិន្នផលខ្ពស់អន្តងអារម្មណ៍នាំទេសចរកាន់កងតចលកម្ពុជាកំណើននៅផ្លូវសេដ្ឋកិច្ចសម្រិទ្ធបានជីវភាពកានធូរធាបណ្ដាំអ្នកបាញ់ចាំងនៃលើកស្ទួយវិស័យតម្លៃទេសចរទ្វេទៀត